ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីនៅក្នុងថ្ងៃនេះគឺខ្ញុំនឹងមកធ្វើការសម្រាយរឿង Monster The Again Story ភាគទី6ការពីភាគទី5កន្លងទៅយើងបានឃើញពីភាពសាហាវប្រៃសៃរបស់ Again ក៏ដូចជា Adeline ផងដែរហើយយើងចាំតែមើលភាគទី6នេះគឺល្អមើលប៉ុណ្ណាហើយក៏ជាភាគដ៏សំខាន់ផងដែរតោះឥឡូវកុំឲ្យខាតពេលវេលាយូរយើងទៅតាមដានសាច់រឿងទាំងអស់គ្នាសាច់រឿងនៅក្នុងភាគទី6នេះបានបើកឆាកឡើងជាមួយនឹងទស្សនវិជ្ជាការពីអតីតកាលបន្តិចរវាងអ្នកស្រី Bernice Wooden និងកូនប្រុសរបស់នាងដែលគឺជាលោកប៉ូលីស Frank លោកប៉ូលីស Frank គឺជាជំនួយការរបស់លោកប៉ូលីស Arthur នោះឯងពួកគេទាំងពីរនាក់កំពុងតែជជែកគ្នានិងរៀបចំទិញអវ៉ាន់យ៉ាងសប្បាយរីករាយដើម្បីត្រៀមរៀបចំពិធីជប់លៀងអាហារថ្ងៃបុណ្យ Thanksgiving នាពេលខាងមុខប៉ុន្តែទស្សនវិជ្ជាដ៏កក់ក្ដៅនេះត្រូវបានកាត់ផ្តាច់ភ្លាមៗទៅកាន់សាច់រឿងបច្ចុប្បន្នវិញដែលកើតឡើងត្រឹមតែប្រហែលម៉ោងប៉ុណ្ណោះបន្ទាប់ពីអ្នកស្រី Bernice ត្រូវបាន Adrian បាញ់សម្លាប់កាលពីភាគទី4ដែល Adrian បានបាញ់សម្លាប់នាងយ៉ាងព្រៃសៃនៅក្នុងហាងផងដែរឥឡូវនេះយើងបានឃើញលោកប៉ូលីស Frank ដែលជាកូនប្រុសរបស់អ្នកស្រី Bernice Wooden ក៏ដូចជាលោកប៉ូលីស Arthur ក៏បានធ្វើដំណើរមកដល់ហាងរបស់នាងដើម្បីស្វែងរកនាងអញ្ចឹងណាពេលចូលទៅដល់គឺមិនបានឃើញអ្នកស្រី Bernice នោះទេហើយលោកប៉ូលីស Frank ក៏បានដើរចូលទៅខាងក្រោយក៏អត់ឃើញទៀតចំណែកឯ Arthur ដែលជាលោកប៉ូលីសហ្នឹងក៏បានឃើញឈាមដាបនៅលើឥដ្ឋនិងជញ្ជាំងផងដែរហើយគាត់ឆ្ងល់ខ្លាំងមែនទែនហើយក៏បានហៅលោកប៉ូលីស Frank លោក Frank មានការតក់ស្លុតមែនទែនហើយក៏បានគិតក្នុងចិត្តខ្លួនឯងថាអាចធ្វើជាសត្វដែលម្ដាយរបស់នាងបាញ់អញ្ចឹងណាគឺជាឈាមបាក់សីអញ្ចឹងទៅរហូតដល់ពួកគេសង្ស័យខ្លាំងមែនទែនលោក Frank ក៏បានដើរទៅខាងក្រោយហើយក៏បានឃើញប្រអប់កាដូមួយដែលមានឈ្មោះ Adrian ដែលវាមានន័យថាប្រអប់នេះគឺជាកាដូរបស់ Adrian ដែលលោកស្រី Bernice ចង់យកឲ្យគេណាមុនពេលដែលពួកគេបានបែកគ្នាដែលយើងបានមើលការពីភាគ4កន្លងទៅដូច្នេះហើយពួកគេបានដាក់ការសង្ស័យទៅលើ Adrian រួចក៏បានធ្វើដំណើរទៅកាន់ផ្ទះ Adrian តែ2នាក់តែម្ដងពេលអ្នកទាំងពីរបានឈានជើងចូលទៅក្នុងផ្ទះ Adrian គឺមិនបានរកឃើញ Adrian ឡើយប៉ុន្តែពួកគេត្រូវស្រឡាំងកាំងនិងតក់ស្លុតជាខ្លាំងចំពោះទស្សនវិជ្ជាដ៏រញើតនៅក្នុងផ្ទះមួយនោះផ្ទះទាំងមូលមានសភាពក្លិនស្អុយនិងរញ៉េរញ៉ៃខុសប្រក្រតីហើយអ្វីដែលគួររន្ធត់បំផុតនោះគឺមានបំណែកសាកសពមនុស្សនិងគ្រឿងក្នុងខ្សែភីពាសពេញផ្ទះតែម្ដងថែមទាំងមានបេះដូងមនុស្សពិតកំពុងតែពុះកញ្ជ្រោលនៅក្នុងឆ្នាំងនៅលើចង្ក្រានទៀតផងគេបានរកឃើញស្រោមមុខមនុស្សដែល Adrian បានបកចេញពីសាកសពហើយក៏បានឃើញច្រមុះម្រាមដៃឆ្អឹងក្បាលអីឡើងមិនចេះតិចដែលធ្វើឲ្យអ្នកទាំងពីរមានការងឿឆ្ងល់ហើយនឹងតក់ស្លុតខ្លាំងមែនទែនហើយពួកគេក៏បានហៅកម្លាំងប៉ូលីសបន្ថែមទៀតដើម្បីមកស៊ើបអង្កេតផ្ទះមួយនេះក្រុមប៉ូលីសទាំងអស់នោះក៏បានចុះមកថតរូបភាពដ៏រញើតទាំងអស់នេះនៅក្នុងផ្ទះរបស់ Adrian ផងដែរហើយចំណែកលោកប៉ូលីស Frank គាត់កំពុងតែអង្គុយសែតតែម្នាក់ឯងចង់ដឹងថានៅក្នុងផ្ទះមួយនេះអត់មានឃើញបំណែកសាកសមម្ដាយរបស់គាត់ទេអញ្ចឹងម្ដាយរបស់គាត់ទៅណាព្រោះគាត់គិតដែរថាម្ដាយរបស់គាត់ប្រហែលថ្ងៃមុនហ្នឹងបានតាក់ទងជាមួយនឹង Adrian អញ្ចឹងណាហើយគាត់កំពុងតែបារម្ភថាតិច Adrian សម្លាប់ម្ដាយរបស់គាត់ទៅដល់ពេលគិតមួយសន្លប់គាត់ក៏បាននឹកឃើញថាអត់ទាន់មានប៉ូលីសណាទៅឆែកនៅក្នុងជង្រុករបស់ Adrian នោះទេហើយគាត់ក៏បានរត់ទៅជង្រុកនោះភ្លាមតែម្ដងដើម្បីចង់មើលថាតើមានអ្វីដែលនៅក្នុងជង្រុកមួយនោះនៅពេលដែលគាត់បានបើកទ្វារជង្រុកនោះទៅគាត់ក៏មានអារម្មណ៍ថាភ័យខ្លាំងមែនទែននិងតក់ស្លុតជាខ្លាំងព្រោះគាត់ក៏បានឃើញសាកសពរបស់អ្នកស្រី Bernice ពិតមែនគឺត្រូវបានលាក់ទុកនៅក្នុងជង្រុកនោះប៉ុន្តែវាស្ថិតនៅក្នុងសភាពដែលត្រូវបាន Adrian វះកាត់និងព្យួរក្បាលចុះមកក្រោមយ៉ាងព្រៃសៃបំផុតរហូតដល់ថ្នាក់សឹងតែមើលមិនដឹងថាជាសាកសពរបស់មនុស្សឡើយស្របពេលជាមួយគ្នានោះ Adrian ក៏បានបើកឡានដឹកទំនិញរបស់គេត្រឡប់មកផ្ទះវិញល្មមហើយក៏ត្រូវបានលោកប៉ូលីស Arthur ចាប់ខ្លួនភ្លាមតែម្ដងមិនដំបូង Ad ក៏បានសួរដេញដោលថាមានរឿងអីនៅក្នុងផ្ទះរបស់គាត់សួរធ្វើដូចអត់ដឹងអីចឹងហើយលោកប៉ូលីស Arthur ក៏បានចាប់ផ្ដើមសួរដេញដោល Ad ទាំងកំហឹងអំពីរឿងរ៉ាវដ៏ឃោរឃៅដែលគាត់បានធ្វើ Adrian នៅតែឆ្លើយថាគាត់អត់ដឹងអីទេឥឡូវគាត់ឡើងទៅលើផ្ទះសួរម្ដាយរបស់គាត់សិននៅពេលនោះលោកប៉ូលីស Arthur រៀងភ្ញាក់បន្តិចព្រោះគិតថាចុំម្ដាយរបស់ឯងស្លាប់អីតារំពេចនោះលោក Frank ក៏បានរត់ចេញពីជង្រុកមកវិញទាំងទឹកភ្នែកនិងក្តីខឹងសម្បារយ៉ាងខ្លាំងនៅពេលដែលឃើញឃាតករដែលសម្លាប់ម្ដាយរបស់ខ្លួនឯងឈរនៅចំពោះមុខបែបនេះ Frank ក៏បានស្ទុះទៅវាយដំនិងដាល់ Adrian យ៉ាងចាស់ដៃដើម្បីសងសឹកប៉ុន្តែទោះជាត្រូវ Frank វាយរហូតដល់ទ្រាំខ្លួនយ៉ាងណាក៏ដោយក៏ Adrian នៅតែមិនព្រមសារភាពការពិតឡើយទើបប៉ូលីសសម្រេចចិត្តអស់ទាញ Frank ចេញរួចនាំខ្លួន Adrian ទៅឃុំឃាំងនៅប៉ុស្តិ៍ប៉ូលីសវិញម្ដងបន្ទាប់មកសាច់រឿងក៏បានបង្ហាញពីទស្សនវិជ្ជាដ៏ក្រៀមក្រំនិងខ្លោចចិត្តបំផុតដែលគ្រូពេទ្យខាងធ្វើកសោវិច័យត្រូវទទួលភារកិច្ចដ៏លំបាកមួយក្នុងការប្រមូលបំលែកសាច់និងគ្រឿងក្នុងរបស់អ្នកស្រី Bernice ដែលរីប៉ាយនៅក្នុងផ្ទះរបស់ Adrian យកមកផ្គុំគ្នាចូលគ្នាវិញដើម្បីឲ្យ Frank អាចយកសាកសមម្ដាយរបស់ខ្លួនទៅធ្វើបុណ្យតាមប្រពៃណីទស្សនវិជ្ជាត្រង់នេះបានធ្វើឲ្យអ្នកទស្សនាមានអារម្មណ៍ថាអាណិតអាសូរនិងខ្លោចចិត្តជាខ្លាំងតាមរយៈខ្សែភ្នែករបស់កូនប្រុសដែលត្រូវបានបាត់បង់ម្ដាយជាទីស្រឡាញ់ដោយសារតែទង្វើរបស់បិសាចមនុស្ស Adrian នេះហើយកន្លែងនេះអាណិត Frank មែនតើឥឡូវយើងងាកមកកាន់ Adeline វិញនៅពេលដែលអ ក្រិតកម្មដ៏សាហាវរបស់ Adrian ត្រូវបានលាតត្រដាងទៅកាន់ពិភពលោកនិងក្លាយជាព័ត៌មានដ៏ល្បីខ្លាំងក្រុមអ្នកសារព័ត៌មានជាច្រើនបានងាកមកចាប់អារម្មណ៍លើរូបនាងដែរដោយសារតែនាង
ងធ្លាប់មានតំណែងចិត្តដិតជាមួយនឹង Endgame ផងដែរប៉ុន្តែផ្ទុយស្លាពីការគិតរបស់អ្នកសារព័ត៌មាន Adeline គឺបានបដិសេធនិងកាត់ផ្តាច់តំណែងទាំងអស់ពី Endgame ដោយប្រាប់អ្នកកាសែតថានាងគ្រាន់តែជាអ្នកស្គាល់គ្នាសាមញ្ញធម្មតាម្នាក់ប៉ុណ្ណោះគឺមិនបានដឹងច្រើនពី Endgame នោះឡើយដែលធ្វើឲ្យអ្នកសារព័ត៌មានគឺខកចិត្តជាខ្លាំងបើយើងងាកមកកាន់ Endgame វិញឥឡូវនេះក៏ត្រូវបានលោកប៉ូលីស Arthur បានសួរដេញដោលជាខ្លាំងនៅក្នុងបន្ទប់សួរចម្លើយ Endgame នៅតែបន្តបដិសេធការសម្លាប់មនុស្សគេបាននិយាយថាគេមិនបានសម្លាប់មនុស្សណាម្នាក់ឡើយហើយបានប្រាប់ថាគាត់គ្រាន់តែមានចំណូលចិត្តចម្លែកមួយគឺតែជីកកកាយយកសាកសពពីទីបញ្ចុះសពយកមកលេងក៏ដូចជាការបកស្បែកមុខពួកគេដើម្បីធ្វើជារបស់របរប្រើប្រាស់នៅក្នុងផ្ទះប៉ុន្តែលោកប៉ូលីស Arthur គឺមិនជឿនោះទេដោយសារតែគាត់បានឃើញសាកសពរបស់អ្នកស្រី Bernie ច្បាស់កន្លែងហ្នឹងហើយក៏បានសួរបន្តទៀតថា Endgame មានបានស៊ីសាច់មនុស្សអត់ព្រោះថារាល់ដងឃើញ Endgame តែងតែយកសាច់យកទៅចែកអ្នកភូមិនិងអ្នកជិតខាងញ៉ាំដែរប៉ុន្តែអ្នកភូមិបាននិយាយថាមិនដែលឃើញ Endgame ទៅបាញ់សត្វម្ដងណាឡើយប៉ុន្តែមានសាច់យកមកចែកអ្នកជិតខាងអ្នកភូមិរហូតដែលធ្វើឲ្យប្រភពសាច់ទាំងអស់នោះមានភាពគួរឲ្យសង្ស័យខ្លាំងមែនទែនហើយ Endgame ក៏បានប្រើល្បិចទីរៃគាត់បាននិយាយថាគាត់មិនអាចចាំបានទេរាល់ពេលដែលប៉ូលីសសួររឿងរ៉ាវសាហាវៗ Endgame តែងតែយកលេសថាខ្លួនមានបញ្ហាខួរក្បាលនិងមិនចងចាំអ្វីទាល់សោះដើម្បីគេចវេះដោយសារតែការសួរចម្លើយឈានទៅដល់ផ្លូវតរលោកប៉ូលីសក៏បានប្រើមធ្យោបាយមួយគឺជាម៉ាស៊ីនចាប់កំហុសមកសួរ Endgame តែម្ដងនៅក្នុងសម័យនោះមនុស្សទូទៅនៅក្នុងពិភពលោកមានជំនឿចិត្តខ្លាំងណាស់ចំពោះម៉ាស៊ីននេះដែលបើសិនជាវាថាខុសគឺខុសការពិតគឺការពិតតែម្ដងលោកប៉ូលីសបានសួរ Endgame ពីការសម្លាប់អ្នកស្រី Mary Hogan ក៏ដូចជាអ្នកស្រី Bernie Swoden នឹងឯង Endgame បានថាគេមិនបានសម្លាប់នោះទេប៉ុន្តែម៉ាស៊ីននោះក៏បាននិយាយថាកុហកអញ្ចឹងមានន័យថាជនរងគ្រោះទាំងពីរនាក់នេះគឺត្រូវបាន Endgame សម្លាប់ពិតមែនបន្ទាប់មកប៉ូលីសក៏បានសួរពីករណីក្មេងស្រីម្នាក់ដែលមានអាយុ8ឆ្នាំត្រូវបានបាត់ខ្លួនតើ Endgame បានសម្លាប់នាងដែរឬទេព្រោះថា Endgame ចូលចិត្តបើកឡានដើរកន្លងតាមតំបន់នោះហើយក្មេងស្រីម្នាក់នោះមានឈ្មោះថា Georgia ដែលបានបាត់ខ្លួនតាំងពីឆ្នាំ1947មកម្លេះដែលនាងបានរស់នៅក្នុងភូមិជាមួយនឹង Endgame ដែរណាប៉ុន្តែ Endgame បានបដិសេធដាច់ខាតថាមិនបានពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់ក្មេងស្រីម្នាក់នោះឡើយហើយម៉ាស៊ីនចាប់កំហុសក៏បានបង្ហាញថាគេក៏មិនបានកុហកដែរបន្ទាប់មកប៉ូលីសបានសួរអំពីករណីរបស់បរិសុទ្ធ2នាក់ដែលបានបាត់ខ្លួនដូចគ្នាគឺ Victor Travis និងលោក Raymond ដែលនៅក្នុងរឿងយើងបានឃើញ Endgame បានសម្លាប់អ្នកទាំងពីរណាដោយរណាយន្តការបាត់ខ្លួននេះបានកើតឡើងនៅចំក្រុងរបស់ Endgame តែម្ដងដោយសារតែ Endgame តែងតែយកសាច់ទៅចែកអ្នកជិតខាងនិងនិយាយថាជាសត្វដែលគេបានបរបាញ់បានប៉ូលីសក៏បានសង្ស័យថាបរិសុទ្ធទាំងពីរដែលត្រូវបានបាត់ខ្លួននោះគឺត្រូវបាន Endgame សម្លាប់ប៉ុន្តែទោះជាយ៉ាងណា Endgame ក៏បានបដិសេធហើយម៉ាស៊ីនចាប់កំហុសក៏បាននិយាយថាការពិតដោយ Endgame មិនបានសម្លាប់អ្នកទាំងពីរអ្នកនោះទេបន្ទាប់មកគឺអ្នកមើលថែក្មេងដែលជា Evelyn Hadley នឹងដែលបានបាត់ខ្លួនតាំងពីឆ្នាំ1953ប៉ូលីសបានសួរថាតើ Endgame មានបានសម្លាប់នាងដែរឬទេ Endgame ក៏បានបដិសេធទៀតថាមិនបានសម្លាប់ក្មេងស្រី Evelyn Hadley នោះទេហើយម៉ាស៊ីនចាប់កំហុសក៏បាននិយាយថា Endgame គឺនិយាយការពិតគឺ Endgame គឺមិនបានសម្លាប់ Evelyn Hadley នោះទេដូច្នេះហើយប៉ូលីសក៏បានជឿដោយសារតែម៉ាស៊ីនចាប់កំហុសគឺមានជំនឿទុកចិត្តជាងអ្វីៗទាំងអស់នៅក្នុងជីវិតពិតរបស់ Endgame ត្រូវបានតុលាការកាត់ទោសជាផ្លូវការតែករណីឃាតកម្មស្ត្រី2នាក់ប៉ុណ្ណោះគឺអ្នកស្រី Mary Hogan និងអ្នកស្រី Bernie Swoden ចំណែកឯករណីរបស់ក្មេងស្រី Georgia ដែលបានបាត់ខ្លួនហើយនិងបរិសុទ្ធបរបាញ់សត្វ2នាក់ដែលបានបាត់ខ្លួននិង Evelyn Hadley ដែលជាអ្នកមើលថែក្មេងស្រីដែលបានបាត់ខ្លួនហ្នឹងគឺសុទ្ធតែជាករណីសង្ស័យខ្ពស់ទៅលើ Endgame ប៉ុន្តែគឺមិនបានចាត់ទុកថា Endgame ជាអ្នកសម្លាប់នោះឡើយហើយជនរងគ្រោះផ្លូវការដែល Endgame បានសារភាពគឺមានតែ2នាក់នោះទេហើយនៅពេលដែលប៉ូលីសប្រឹងសួរ Endgame តែងតែនិយាយថាអត់ចាំហើយខ្លះណាស់បដិសេធអីចឹងណាប៉ូលីសក៏បានមើលឃើញថា Endgame គឺមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរដែលពួកគេមើលតាមពាក្យសម្ដីនិងទឹកមុខរបស់ Endgame ថាគឺជាមនុស្សដែលស្លូតបូតពីដើមមកប៉ុន្តែបែរជាត្រូវមានរឿងឃាតកម្មដ៏ល្បីបែបនេះទៅវិញហើយគេក៏បានបញ្ជូន Endgame ទៅកាន់មន្ទីរពេទ្យជំងឺផ្លូវចិត្តក្រោមហេតុផលថា Endgame គឺជាអ្នកទោសដែលមិនមានកាយសម្បទាផ្លូវចិត្តគ្រប់គ្រាន់ដើម្បីទទួលការកាត់ទោសឡើយចឹងហើយគឺត្រូវតែបញ្ជូនគេទៅមន្ទីរពេទ្យផ្លូវចិត្តគឺអាចឲ្យគេដេកគុកបានទេណារហូតដល់ថ្ងៃពិធីបុណ្យ Thanksgiving បានមកដល់លោកប៉ូលីស Arthur ក៏បានអញ្ជើញលោកប៉ូលីស Frank មកញ៉ាំអាហារផ្ទះគាត់ហ្មងទៅប៉ុន្តែនៅពេលដែលលោកប៉ូលីស Arthur កំពុងតែកាត់សាច់មាន់ទូគីលោកប៉ូលីស Frank ក៏បានសម័យឃើញទស្សនភាពដ៏រន្ធត់មួយដែល Endgame កំពុងតែកាត់វះកាត់សាកសមម្ដាយរបស់គេហើយគេក៏បានឃើញមាន់ទូគីនោះប្រែទៅជាសាកសមម្ដាយរបស់គេទៅវិញធ្វើឲ្យលោកប៉ូលីស Frank ត្រូវផ្ទុះអារម្មណ៍យំសម្រែកយ៉ាងខ្លាំងហើយសាច់រឿងនៅភាគទី6នេះគឺចំនៅត្រឹមនេះឯងអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះភាគទី6នេះគឺវាល្អមើលអត់អញ្ចឹងយើងចាំទៅមើលភាគ7ទាំងអស់គ្នាដែលនឹងនិយាយអំពី Endgame នៅមន្ទីរពេទ្យផ្លូវចិត្តផងដែរហើយនឹងនិយាយអំពីជំងឺរបស់គាត់ផងដែរជួបគ្នានៅវីដេអូក្រោយអ្នកទាំងអស់គ្នាបាយបាយ